សម្រាប់បងប្អូនដែលចង់ចាប់ដើមចិញ្ចឹមពពែដំបងបាទយើងអាចសាកមើលបានហើយក្នុងមួយរយៈនេះការចិញ្ចឹមពពែគឺវាមានផលខ្ពស់បើនិយាយទៅយើងបានតម្លៃខ្ពស់ក្នុងមួយរយៈនេះចាប់ពីដើមឆ្នាំ2026មកពពែគឺហក់ឡើងខ្លាំងប៉ុន្តែនៅបងប្អូនមួយចំនួនគឺគាត់អត់ចិញ្ចឹមទេដោយសារគាត់មានការបារម្ភគាត់សួរប៉ុន្តែគាត់អត់ហ៊ានចិញ្ចឹមគាត់បារម្ភថាសត្វពពែហ្នឹងមានជំងឺច្រើនហើយគាត់អត់ចេះមើលអត់ចេះចាក់ថ្នាំអញ្ចឹងណាប៉ុន្តែបងប្អូនកុំបារម្ភអីរឿងសត្វដែលយើងចិញ្ចឹមហើយយើងចេះហើយទីមួយយើងសួរដល់ពេទ្យសត្វទៅបើវាផ្ដាសាយយើងដឹងថាផ្ដាសាយហៀសវ៉ោអីចឹងណាអញ្ចឹងយើងហៅពេទ្យសត្វមកចាក់តែម្ដងពីរដងបងប្អូនដឹងថ្នាំចាក់បាត់ហើយហើយមួយទៀតការចាក់ថ្នាំវាក៏មានត្រូវអស់ថ្លៃដែរអត់សូវអស់ថ្លៃទេហេតុហើយ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 តែបងប្អូនយើងតបន្តិចទៀតមិនកន្លែងដេញពពែវាឆ្លងអញ្ចឹងបងប្អូនដែលចាក់តាមចិញ្ចឹមដំបងយើងមិនបារម្ភទេធម្មតាការចិញ្ចឹមសត្វដូចតគោដែរនេះពពែវាស៊ីឆ្មៅព្រោះថាពពែវាងាយស្រួលឲ្យស៊ីជាងសត្វគោវាអាចស៊ីដូចជាដើមឈើមានបលាអញ្ចឹងណាហើយដើមឈើវយហ្នឹងគឺវាស៊ីគ្រប់សពគ្រប់បែបយ៉ាងបើនិយាយទៅនេះស៊ី100មុខសត្វនេះសួរចិញ្ចឹមហើយស៊ីចាប់ឆែទេប៉ុន្តែគាត់តែការមើលថែវាយើងមើលមកព្រឹក2ម៉ោង3ម៉ោងទៅល្ងាចឡើងយើងមើលវា2ម៉ោងទៅហើយការចិញ្ចឹមសត្វបងប្អូនឃើញគេចិញ្ចឹមបានគិតថាស្រួលប៉ុន្តែដល់ពេលយើងធ្វើវាពិបាកដោយសារការតស៊ូរបស់យើងឯងការងារក៏ពិបាកដែរប៉ុន្តែអ្វីដែលនិយាយគឺស្រួលប៉ុន្តែធ្វើពិបាកមិនថាការងារអីគ្រប់សពបែបយ៉ាងអញ្ចឹងបងប្អូនចាប់ដើមចិញ្ចឹមពពែបងប្អូនត្រូវដឹងថាតើយើងដាក់ចិត្តដាក់កាយមើលថែវាអត់ហើយយើងទំនេរអត់បើយើងគ្រាន់តែទិញមកចិញ្ចឹមហើយប្រឡែងមកព្រឹកម្ដងល្ងាចអត់លេងពេលខ្លះព្រឹកអត់លេងល្ងាចបានលេង1ម៉ោង2ម៉ោងហើយចូលផ្ទះអានឹងផលប្រយោជន៍វាគឺវាបាត់បង់ទៅតាមនឹងដែរប៉ុន្តែបើសិនជាបងប្អូនមើលថែព្រឹកម្ដងល្ងាចម្ដងយើងមើលព្រឹក2ម៉ោងក៏2ម៉ោងកន្លះ3ម៉ោងទៅល្ងាច2ម៉ោងទៅសត្វរបស់យើងក៏វាធំធាត់តាមនឹងដែរហើយសត្វពពែបងប្អូនមួយចំនួនគាត់ថាចាញ់ជំងឺប៉ុន្តែជាក់ស្ដែងដែលខ្ញុំចិញ្ចឹមរងថ្ងៃគឺអត់អីទេពីច្រើនផ្ដាសាយក្អកតិចតួចមួយថ្ងៃពីរថ្ងៃវាបាត់ដែរបើមិនចឹងបើវាហៀច្រវោក្អកខ្លាំងលើសពី3ថ្ងៃទៅយើងចាក់ថ្នាំតែមួយជុលគឺបាត់អត់ប្រមាទទេហើយសម្រាប់មេកូនខ្ចីមេដែលវាមិនទាន់កូនខ្ចីយើងគ្រាន់តែចាក់ថ្នាំសត្វល្អិតក្នុង6ខែចាក់ម្ដងទៅមិនចាំចាក់មួយខែម្ដងទេដោយសារមេខ្លះវាផើងចាក់ទៅប៉ះពាល់កូនអញ្ចឹងក្នុង6ខែយើងចាក់ម្ដងហើយការចាក់របស់យើងអត់ពិបាកទេបងប្អូនដឹងហើយថាចាក់ថ្នាំសាស្បែកយើងចាក់កន្លែងណាបងប្អូនបាយចិត្តដឹងហើយប្រហែលជាដឹងដោយសារពេទ្យសត្វឥឡូវសវោហើយយើងទៅទិញថ្នាំពេទ្យគឺគេប្រាប់យើងវិធីចាក់សត្វប្រមាណគីឡូចាក់ប្រមាណសេសេបងប្អូននឹងដឹងហើយសត្វពពែនេះគឺបើឲ្យទៅវារកចំណូលយើងច្រើនក្នុងមេពពែមួយបើសិនជាមេកូនចាប់ពី2ឡើងទៅហើយក្នុងមួយឆ្នាំគឺវាអាចរកចំណូលយើងបានចាប់ពី$300ទៅ$400ហើយបើមេខ្លះឲ្យផលយើងខ្លាំងអាចលូតដល់មួយឆ្នាំបាន$500ក្នុងមួយឆ្នាំដោយសារគេបានអញ្ចឹងព្រោះពពែកូនម្ដង2ហើយមេពពែខ្លះកូនម្ដង3អញ្ចឹងក្នុងមួយឆ្នាំវាអាចរកចំណូលយើងបើមេកូន2មួយឆ្នាំកូន2ដងវាអាចបាន4ប៉ុន្តែបើវាកូន3វាអាចកូន5ទៅយើងបាន100យើងគិតទៅវាអាចបាន500ដែរក្នុងមួយឆ្នាំចុះយើងសម័យមើលបើសិនជាយើងមានពពែ50ក្បាលមេយើងសម័យមើលអញ្ចឹងក្នុងមួយឆ្នាំវាអាចរកចំណូលយើងបានប្រមាណយើងសម័យមើលប៉ុណ្ណឹងប៉ុន្តែការនិយាយស្រួលតែការធ្វើពិបាកអញ្ចឹងបងប្អូនមុនធ្វើអ្វីមួយយើងគិតសិនហើយពិចារណាទៅតែយើងមានពេលគ្រប់គ្រាន់សម្រាប់មើលថែវាអត់ប៉ុន្តែសម្រាប់ខ្ញុំគិតថាការចិញ្ចឹមសត្វដូចជាពពែនេះគឺវាអាចល្អវាផ្ដល់ផលប្រយោជន៍ឲ្យយើងបានច្រើនជាងសត្វគោព្រោះសត្វគោបងប្អូនចិញ្ចឹមតែ10ក្បាលបងប្អូនពិបាកមើលថែហើយមើលមិនឆ្នេះទេថែមានស្រូវមានអីទៀតពិបាកខ្វៀលប៉ុន្តែស
សម្រាប់ពពែមួយម្នាក់អាចមើលបាន100ក្បាល100ជាងក្បាលក៏បានដែរយើងការពារតែឆ្កែខាងវាសម្រាប់វាដើរស៊ីគឺស្រួលវាព្រោះថានឹងវាស៊ីស្រូវវិញបើមានទូលមានដើមឈើមានចកាទៀតបងប្អូនអត់ស្រួលវាស៊ីបន្លាស៊ីដើមឈើអញ្ចឹងណាវយអញ្ចឹងណាស្រួលខែតូមអញ្ចឹង